តេជោហ៊ុនសែនចាត់ទុកទង្វើដុតតំណែងថៃចោលរបស់ខេស៊ុនមួយជាទង្វើហួសទៅពីស្នេហាជាតិនិងជារបៀបខំនិយមឈលហួសហេតុសម្ដេចតេជោហ៊ុនសែនបង្ហាញខកចិត្តចំពោះលោកខេស៊ុនមួយដែលប្រមូលមនុស្សថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធការដុតតំណែងថៃដោយបង្ហោះលើបណ្ដាញសង្គមដោយសម្ដេចនេះចូលចាត់ទុកទង្វើនេះជាទង្វើទៅហួសពីស្នេហាជាតិនិងជារបៀបខំនិយមឈលហួសហេតុនៅថ្ងៃទី20 ខែតុលាសម្ដេចតេជោហ៊ុនសែនបានបង្ហោះសារលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទើបបានមើលវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមអ្នកដឹកនាំដោយលោកខេស៊ុនមួយតាក់ទងដល់ការធ្វើពិលីកាឈប់ប្រើប្រាស់តំណែងថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោកខេស៊ុនមួយតែម្ដងសម្ដេចតេជោគូបញ្ជាក់ថាការដុតចោលតំណែងថៃការដាក់បណ្ដាសាចំពោះអ្នកលក់តំណែងថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពិលីកាមិនប្រើប្រាស់តំណែងថៃមានស្ទើរតែ99%ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណែកបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានតំណែងថៃនៅសេសសល់តើឲ្យពួកគាត់យកទៅណាដុតបំផ្លាញចោលឬលក់បន្តដើម្បីប្រមូលដើមទុនមកវិញប្រសិនបើខេស៊ុនមួយមានប្រាក់សូមយកទៅទិញតំណែងដែលនៅសេសសល់ទាំងនោះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយខេស៊ុនមួយបានធ្វើដែលមាននៅក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យខេស៊ុនមួយបញ្ឈប់សកម្មភាពបែបស្គូតនេះជាបន្ទាន់និងចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ